ok video clipមួយនេះខ្ញុំនឹងបង្ហាញអំពីរបៀបនៃការបដូរຂະຫນាតនៅក្នុង Microsoft Office Word បាទក្នុង Microsoft Office Word អញ្ចឹងយើងបើកកម្មវិធី Microsoft Office Word ទាំងអស់គ្នាអញ្ចឹងដើម្បីយើងបើក Microsoft Office Word ជាមួយយើងមើលຂະຫນាតវាអ៊ីងណែជាអ៊ីងឃើញຂະຫນាតរបស់វាជាអ៊ីងជាຂະຫນាតអ៊ីងហ្នឹងຂະຫນាតអ៊ីងអញ្ចឹងយើងអត់ត្រូវការចង់បានຂະຫນាតហ្នឹងទេដោយសារកុំព្យូទ័រនេះតម្លើងពីកន្លែងគេលក់មកវាជាប់មកគេមិនបានបដូរឲ្យយើងអញ្ចឹងហើយយើងត្រូវបដូរខ្លួនឯងអញ្ចឹងរបៀបបដូរនៃຂະຫນាតហ្នឹងពីអ៊ីងទៅសង់ទីម៉ែត្រទៅមីលីម៉ែត្រព្រោះស្រុកខ្មែរយើងអត់មានប្រើຂະຫນាតអ៊ីងឬក៏ pixel ទេគឺຂະຫນាតស្រុកខ្មែរយើងប្រើសង់ទីម៉ែត្រមីលីម៉ែត្រណាអញ្ចឹងដើម្បីបដូរវាទី1យើងអាចចុចទៅលើស្ដាំលើ file កន្លែងនេះយកពាក្យថា customize access toolbar ហើយយកពាក្យថា advanced តមកទៀតយើងចូលបដូរនៅត្រង់ចំណុចនេះ ing នៅត្រង់ so យើងតែងស្រួលវាចូលមកក្រោមមកដល់ត្រង់ so measurement is unit of អញ្ចឹងយើងបដូរវាពី ing មកសង់ទីម៉ែត្រមកអញ្ចឹងយើងអូខេអញ្ចឹងមានຂະຫນាតច្រើនដែលយើងបដូរមាន point មាន pixels ຂະຫນាតរបស់បរទេសតែខ្មែរយើងប្រើតែ2ទេមានសង់ទីម៉ែត្រនិងមីលីម៉ែត្រអញ្ចឹងយើងអាចបដូរមីលីម៉ែត្រក៏បានសង់ទីម៉ែត្រក៏បានដែរដើម្បីងាយស្រួលយើងអញ្ចឹងហើយយើងចុចអូខេអញ្ចឹងរបៀបទី1ហើយមួយទៀតយើងចុចលើ file ហើយយកពាក្យថា option អញ្ចឹងយកពាក្យ option ហើយយកពាក្យដល់កន្លែងនេះយក advanced ហើយយើងទាញស្រួលមកក្រោមមកដល់កន្លែងຂະຫນាតនេះកន្លែង show measurement អូខេ show measurement អូខេ in unit of ing ហ្នឹងទៅយើងដូរវាទៅជាសង់ទីម៉ែត្រអញ្ចឹងអូខេតបដូរហើយយើងមើលចូលទៅមើលនៅក្នុង layout របស់យើងយក page set up មកយើងមើលណាទៅជាសង់ទីម៉ែត្រអូខេអញ្ចឹងវីដេអូ clip មួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានដឹងហើយងាយស្រួលមានបញ្ហារបស់កុំព្យូទ័រយើងអាចធ្វើដោយខ្លួនឯងបានអូខេ